Mình chưa nâng bù cúng, bàn thật luôn chứ. Ngày mối mình chưa nề dày. Nè bốc vía, ấy lấy bộ dân tàng bí, hạt đối chê rọc ở vậy mình sờ bằng so. Hai dân trôi trình châm khmênh tàng bí nhẹ tiết. Ta bốc vía kịch nhàng ná, bù cúng nề dày. Nhóm bị bạ xâm rạch chất ná mai vía. Ta thua mất bao dân tòa hơi. Ấy lấy ní khiêm kịch tha vô côn pro dục từ lụa dàng mạch đái. Mình chưa nề dày. Dí, bốc vía bên cùng địch lọ ná. Ta dân trôi thua dàng mạch. Bà khmênh tiếng ní mơ tới chlat ná. Vía mình nghe chành bọc dơn tế. Pel nút bù cung prai là bạch col. Đòi háo chú môi một mơn đòl bà tía. Hỏi có họ thà chị bong bà ôn chị đùn muối. Đâm bấy ơi pro văn tới chị mùi. Chầm nách mình chướn. Có dốt prom tam bù cung tiếng ó. Đòi xá tại bù kế mình mèn chị cốt bằng cả rà bọc luốn. Tớ bù kế hiền luộc đốt chị sạch thiệt. Mình dú bần mán, bù xúc đây chế muối mọc đỏ, rút nị dày. Lục bà ôn kịch trong oi mà nạ na một nơi chỉ muối nhóm. Mời tớ xa tèng pi nạ tèm bà đong. Hai lục bà ôn cầm pruôi. Nhóm sra lành bộ kê đốt chế cô nâng chân. Bù cúng nị dày. Cứ côn pra văn nâng hai. Pra văn, búc oi côn từ nơi chỉ muối bù sọc hay ná. Protein. រឿងជីវិតក្មេងកំព្រានៅភូមិមួយមានគ្រួសារក្រីក្រដែលម្ដាយឪពុកបានស្លាប់ចោលទៅបន្សល់ទុកកូនប្រុសពីរបងប្អូនថ្ងៃមួយពួកគេទាំងពីរបានធ្វើដំណើរតាមផ្លូវក៏ឃើញមានផ្លែឈើមួយដើម រំពេចនោះបងប្រុសនិយាយប្អូនប្រុសនោះមានផ្លែទឹកដោះច្រើនណាស់ប្អូនប្រុសនិយាយបាទបងខ្ញុំឃ្លានណាស់បងប្រុសនិយាយមិនអីទេប្អូនប្រុសនៅទីនេះចុះណាចាំបងទៅរកតាវៀតមកបេះប្អូនប្រុសនិយាយបាទបងអញ្ចឹងខ្ញុំរកកន្លែងអង្គុយសិន ពេលនោះបងប្រុសរៀបនឹងចិនទៅហើយស្រាប់តែឃើញមានដានជើងអណ្ដើកក៏មានភ្ញាក់កៅណេះហើយក៏ត្រឡប់មកប្រាប់ប្អូនវិញ ហើយនិយាយប្អូនប្រុសនៅទីនេះប្រហែលជាមានទឹកព្រោះបងបានឃើញដានជើងអណ្ដើកប្អូនប្រុសនិយាយបាទបងអញ្ចឹងតោះយើងទៅរំពេចនោះពួកគេទាំងទីរបានធ្វើដំណើរទៅភ្លាមក៏បានឃើញមានត្រពាំងទឹកមួយមែនបងប្រុសសវណ្ណក៏និយាយថាប្អូនប្រុស ពួកយើងមានសង្ឃឹមហើយព្រោះនៅទីនេះមានទឹកប្រហែលជាមានត្រីច្រើនណាស់ប្អូនប្រុសដួងនិយាយបើអញ្ចឹងយើងចុះទៅរាវទៅបងមិនបង្អង់យូរពួកគេទាំងពីរក៏បានចុះរាវហើយបានត្រីច្រើនណាស់ក៏យកមកចំអិនធ្វើម្ហូបក៏ប៉ុន្តែក្លិនត្រីបានសាយភាយទៅដល់មនុស្សម្នាក់យាយធ្មប់ក៏និយាយ តើអ្នកណាមកអាំងអ្វីនៅទីនេះបានជាមានក្លិនឈ្ងុយអីម្ល៉េះរំពេចនោះយាយធ្មប់ក៏ធ្វើដំណើរទៅរកស្រាប់តែឃើញក្មេងប្រុសទាំងទីរកំពុងអាំងត្រីហើយយាយធ្មប់ក៏និយាយស្មានតែអ្នកណាតាមពិតគឺជាឯងសោះតើពួកឯងកំពុងអាំងអ្វីបានជាក្លិនវាឈួលទៅដល់យើងដួងនិយាយ ដោយមិនដឹងថាយាយនោះជាមេធ្មប់ឡើយតើលោកយាយជាអ្នកណាបើលោកយាយឃ្លានអញ្ចឹងលោកយាយមកពិសាជាមួយខ្ញុំមកយាយធ្មប់និយាយបើអញ្ចឹងឲ្យយើងខ្លះមកព្រោះយើងឃ្លានណាស់សវណ្ណនិយាយបើអញ្ចឹងយាយពិសាត្រីនេះចុះពេលនោះយាយធ្មប់បានស៊ីត្រីអាំងនោះអស់មួយមិនឆ្អែត ក៏ស៊ីអស់
ពួកគេឃើញហើយមានអារម្មណ៍សប្បាយចិត្តណាស់មេធ្មប់និយាយត្រីនេះពិតជាឆ្ងាញ់មែនយើងមិនធ្លាប់ស៊ីត្រីណាឆ្ងាញ់ដូចត្រីនេះពីមុនមកទេដួងនិយាយបើឆ្ងាញ់លោកយាយអញ្ជើញពិសាទៀតចុះមេធ្មប់បានឮសម្ដីដួងនិយាយហើយក៏បានឲ្យពួកគេទាំងពីរស្នាក់នៅជាមួយគ្រួនរកម្ហូបអាហារដើម្បីចិញ្ចឹមគាត់តែដួងបានបដិសេធព្រោះពួកគេមានគោលដៅឆ្ងាយណាស់មេធ្មប់ពេលឮដួងនិយាយបែបនេះគាត់មានការខឹងយ៉ាងខ្លាំងដោយនិយាយថាមិនបានទេពួកឯងទាំងពីរត្រូវតែនៅជាមួយយើងនិងបម្រើយើងបើមិនចង់ឲ្យសត្វស៊ីទេប្រុសសុវណ្ណពេលឮមេធ្មប់សម្លុតហើយមានការភ័យណាស់ក៏យល់ព្រមនៅជាមួយមេធ្មប់នោះតែប្រុសដួងមិនទុកជុតមេធ្មប់នោះសោះព្រោះគេមើលទៅយាយនេះកាន់តែមើលកាន់តែគួរឲ្យខ្លាចប្រុសសុវណ្ណក៏ភ័យខ្លាចដែរតែកុំឲ្យប្អូនភ័យក៏និយាយបន្លប់ថាមិនអីទេប្អូនយើងនៅតែមួយយប់ទេព្រឹកឡើងយើងត្រឡប់ទៅវិញហើយពួកគេធ្វើដំណើរទៅជាមួយមេធ្មប់នោះនៅផ្ទះមេធ្មប់មេធ្មប់បានប្រើក្មេងទាំងពីរអត់ពេលសម្រាប់សោះឡើយថ្ងៃមួយមេធ្មប់ប្រើឲ្យប្រុសដួងទៅបោកសម្លៀកបំពាក់និងរកថ្នាំដង្កូវផ្សេងៗទុកឲ្យគាត់ប្រុសដួងនិយាយលោកយាយខ្ញុំហត់ណាស់ព្រោះខ្ញុំមិនទាន់បានសម្រាកទេមេធ្មប់និយាយអ្នកណាឲ្យឯងតមាត់ជាមួយយើងហ៎មេធ្មប់លើកដំបងវាយឡើងហូរឈាមប្រុសដួងអង្គុយយំក្បែរជញ្ជាំងផ្ទះមេធ្មប់មិនត្រឹមតែមិនអាណិតក្មេងទេថែមទាំងគំរាមក្មេងទៀតប្រុសដួងអង្គុយយំក្បែរមាត់ទឹកដោយហេមហត់នឹងអស់កម្លាំងក៏យំរកបងប្រុសរំពេចនោះបងប្រុសមកដល់ឃើញប្អូនបែកក្បាលហើយអង្គុយយំតែម្នាក់ឯងក៏មកសួរប្រុសវ៉ាន់និយាយប្អូនកើតអីនឹងប្រុសដួងនិយាយបងប្រុសជួយខ្ញុំផងព្រោះយាយចាស់នោះបានវាយធ្វើបាបខ្ញុំណាបងប្រុសវ៉ាន់និយាយពុទ្ធោប្អូនបងមិនអីទេចាំបងបិទថ្នាំអើយពេលនោះបងប្រុសវ៉ាន់បាននិយាយប្រាប់ប្អូនថាខ្លួនបានធ្វើក្បួនរួចហើយយប់នេះនឹងចាក់ចេញពីយាយចាស់កំណត់នេះប្រុសដួងលឺហើយមានការសប្បាយចិត្តណាស់រំលងអត្រាតពួកគេទាំងពីរអ្នកបងប្អូនជិះក្បូនចេញទៅមេធ្មប់កំណាតបានរកក្មេងទាំងពីរមិនឃើញសោះឡើយព្រឹកឡើងពួកគេទាំងពីរបានមកភូមិមួយហើយបានស្នាក់នៅផ្ទះមីងជឿនព្រំវ៉ាន់និយាយជំរាបសួរអ្នកមីងពុកខ្ញុំស្រេកទឹកណាស់តើអាចឲ្យពុកខ្ញុំសុំទឹកផឹកបន្តិចបានទេមីងជឿននិយាយយីក្មេងៗនេះមកពីណាមើលទៅខោមិនខោអាវមិនអាវចង់មកសុំទឹកយើងផឹកនឹងប្រុសដួងនិយាយបាទមីងពួកខ្ញុំទាំងពីរជាក្មេងកំព្រាតើអញឲ្យទឹកខ្ញុំផឹកបន្តិចបានទេមីងជឿនគិតក្នុងចិត្តថាពួកគាត់ទាំងពីរគ្មានកូននឹងគេទេហើយក្មេងទាំងពីរនាក់នេះក៏គ្មានម្ដាយឪពុកដែរប្រសិនជាគាត់យកក្មេងទាំងពីរនេះមកចិញ្ចឹមមិនដឹងជាល្អប៉ុណ្ណាទេប្រងវ៉ាន់និយាយមិនអីទេអ្នកមីងបើអ្នកមីងមិនអោយក៏មិនអីដែរពេលនោះពួកគេដើរទៅមីងជឿននិយាយឈប់សិនក្មួយទាំងពីរកុំតន់ទៅអីមកនៅជាមួយមីងមកព្រោះមីងគ្មានកូនចៅទេ
ចាំមីងចិញ្ចឹមមើលថែក្មួយទាំងពីរប្រូឌួងនិយាយពិតមែនទេមីងមីងជឿននិយាយពិតណាស់ក្មួយព្រោះមីងគ្មានកូនទេបើបានក្មួយទាំងពីរធ្វើជាកូនមីងអរណាស់ពេលនោះប្រវ័នបានពិសាជាមួយប្រូឌួងហើយក៏បានរស់នៅជាមួយមីងជឿននិងពូគង់ស្រឡាញ់ក្មេងទាំងពីរនាក់ណាស់តែពេលវេលាដែលថែរក្សាពួកគេមិនបានប៉ុន្មានមីងជឿននិងពូគង់បានធ្លាក់ខ្លួនឈឺថ្ងៃមួយមីងជឿននិយាយណែពុកវាឥឡូវពួកយើងទាំងពីរហាក់ដូចជារកអ្វីមិនសូវបានសោះហើយយើងត្រូវចិញ្ចឹមក្មេងទាំងពីរនាក់ទៀតតើពុកវាគិតយ៉ាងណាពូគង់និយាយខ្ញុំពិបាកសម្រេចចិត្តណាស់ម៉ៃវាតើធ្វើម៉េចបើយើងទាល់ហើយឥឡូវនេះខ្ញុំគិតថាយកកូនប្រុសយកទៅលក់យ៉ាងម៉េចដែរមីងជឿននិយាយយីពុកវាមានគំនិតល្អណាស់តែយើងត្រូវធ្វើយ៉ាងម៉េចបើក្មេងៗទាំងនេះមើលទៅឆ្លាតណាស់វាមិនងាយចាញ់បោកយើងទេពេលនោះពូគង់ប្រែល្បិចគល់ដោយហៅឈ្មួញមកមើលដល់ផ្ទះហើយក៏ហៅថាជាបងប្អូនជាដួនមួយដើម្បីឲ្យប្រវ័នទៅជាមួយចំណែកមីងជឿនក៏យល់ព្រមតាមពូគង់ទាំងអស់ដោយសារតែពួកគេមិនមែនជាកូនបង្កើតរបស់ខ្លួនទើបពួកគេហ៊ានលក់ដូចជាសត្វធាតុមិនយូរប៉ុន្មានពូសុកដេកជាឈ្មួញមកដល់រួចនិយាយលោកប្អូនគិតចង់ឲ្យម្នាក់ណាមកនៅជាមួយខ្ញុំមើលទៅស្អាតទាំងពីរនាក់តែម្ដងហើយលោកប្អូនកុំព្រួយខ្ញុំស្រឡាញ់ពួកគេដូចជាកូនអញ្ចឹងពូគង់និយាយគឺកូនប្រវ័ននឹងហើយប្រវ័នពុកឲ្យកូនទៅនៅជាមួយពូសុកហើយណាព្រោះទីនោះមានម្ហូបអាហារហូបចុកច្រើនកូនប្រកាសជាមិនខ្វះអ្វីហូបទេពេលនោះពួកគេទាំងពីរនាក់មិនចង់បែកពីគ្នាទេដោយសារតែម្ដាយឪពុកចិញ្ចឹមក៏ហុកថានឹងនាំប្រូឌួងទៅជួបជាមួយប្រវ័នរៀងរាល់ចុងខែម្ដងឈ្មួញក៏ប្រគល់ប្រាក់ឲ្យទៅពូគង់និងមីងជឿនរំពេចនោះប្រូឌួងមានការឆ្ងល់ណាស់ហេតុអ្វីបានពូសុកប្រគល់ប្រាក់ឲ្យអ្នកទាំងពីរមីងជឿនពេលប្រូឌួងមានការងើយឆ្ងល់ក៏ប្រញាប់ឲ្យពូសុកត្រឡប់ទៅវិញមិនយូរប៉ុន្មានបន្ទាប់ពីពូគង់និងមីងជឿនលក់ប្រវ័នហើយគាត់ទាំងពីរក៏ប្រែជាបដូរអាកប្បកិរិយាហើយប្រើប្រូឌួងឲ្យធ្វើការងារគ្មានពេលសម្រាកដូចមេធ្មប់ពីមុនដែរមកមើលពូសុកឯណេះវិញបន្ទាប់ពីចេញពីផ្ទះពូគង់រួចហើយក៏យកប្រវ័នមកលក់បន្តឲ្យឈ្មួញម្នាក់ទៀតប្រវ័នឆ្ងល់ហើយសួរពូតើពូគិតចង់យកខ្ញុំទៅណាពូសុកមិនបងអាំងយូរគិតថាចេញឆ្ងាយពីផ្ទះពូគង់ហើយក៏ធ្លុយមាត់ប្រាប់ថាណែអាក្មេងតូចឯងមិនដឹងទេឬតើតាយាយពីរនាក់នឹងគេលួកឯងឲ្យមកយើងហើយឯងកុំចង់រត់ឲ្យសោះឥឡូវនេះយើងយកឯងទៅលក់ឲ្យឈ្មួញម្នាក់ទៀតព្រោះវ៉ាន់លឺហើយមានការតក់ស្លុតខ្លាំងណាស់ហើយក៏ទ្រហោយំសុំអង្វរពូសុកត្រឡប់មករកប្អូនវិញតែពូសុកមិនព្រមទេដោយគាត់បានចំណាយប្រាក់អស់ច្រើនណាស់ព្រោះវ៉ាន់ដូច្នេះមានតែលក់បន្តទេទើបអាចរកប្រាក់បានវិញហើយនេះមុខរបររបស់គាត់ដែរពេលនោះប្រុសវ៉ាន់មានការខ្វល់ខ្វាយណាស់ហើយរកល្បិចដើម្បីរំដោះខ្លួនចេញពីហ្វូងចចកប្រុសវ៉ាន់និយាយអូយខ្ញុំចុកពោះណាស់ពូខ្ញុំសុំទៅបត់ជើងមួយសិនពូសុកនិយាយឯងកុំចង់មកលេងល្បិចជាមួយយើងដឹងអស់ហើយអាល្បិចចាស់កំរិលនឹងនោះប្រុសវ៉ាន់និយាយខ្ញុំមិនបានបោកពូទេគឺខ្ញុំចុកពោះពិតមែនពូសុកឃើញទឹកមុខរបស់ប្រុសវ៉ាន់ដូចជាមែនតែនហើយគួបសុំនឹងមកឆ្ងាយពីផ្ទះហើយក៏ព្រមឲ្យប្រុសវ៉ាន់ទៅបត់ជើងមិនបងអង្យូរប្រុសវ៉ាន់គិតថាដូចគោកាត់ខ្សែក៏រត់ចូលទៅក្នុងព្រៃធំចំណែកពូសុកវិញបាត់មិនលឺសូរមាត់ក៏ខំរកតែរកមិនឃើញហើយក៏គិតថាគាត់ចាញ់បោកប្រុសវ៉ាន់ហើយដល់ផ្ទះពូគង់មីងជឿនឃើញប្រូឌួងកំពុងធ្វើការក៏ស្រែកហៅប្រូឌួងនិងប្រាប់ប្រូឌួងអំពីរឿងរ៉ាវដែលពូគង់និងមីងជឿនលួកឲ្យទៅពូសុកប្រូឌួងឮហើយមានការអាណិតបងណាស់ក៏លួចរត់ចេញពីផ្ទះមីងជឿននិងពូគង់បន្តទៀត